ក្នុងព្រៃធំដ៏អាតកំបាំងមានខ្លាធំមួយដែលមានកូនខ្លាតូច4ក្បាលពួកមាននៅសោកសាន្តក្រោមការពាររបស់ម្ដាយប៉ុន្តែអកុសលធ្លាក់ចូលក្នុងបាំងបាក់ខ្លាមួយតែខ្លាបាត់បង់ជីវិតខណៈដែលកូនខ្លាតូចមួយក្បាលបានសង្គ្រោះខ្លួនឯងកូនខ្លាបានដើរតាមព្រៃទ្រលន់ដោយអត់បាយអត់ទឹកវាកំសត់ណាស់តែចិត្តក្លាហាននៅថ្ងៃណាមួយវាបានជួបនឹងកញ្ជ្រោងចាស់ម្នាក់កញ្ជ្រោងបានមើលវាដោយស្រឡាញ់ហើយនិយាយថាកុំបោះបង់ឲ្យងាយអ្នកត្រូវក្លាហានហើយស្វែងរកអនាគតរបស់អ្នកកូនខ្លាបានស្វែងរកអាហារដោយខ្លួនឯងស្គាល់វិធីលាក់ខ្លួនពីសត្វបាញ់ហើយធ្វើខ្លួនឲ្យខ្លាំងឡើងតាមការរីកលូតលាស់វាបានស្គាល់ពីនៃជីវិតនិងការតស៊ូឆ្នាំក្រោយវាបានក្លាយជាខ្លាដ៏ខ្លាំងក្លាហើយបានគ្រងអាណាចក្រព្រៃដែលម្ដាយវាធ្លាប់អាស្រ័យវាមិនបានភ្លេចអតីតកាលទេតែវាបានប្រើបទពិសោធន៍ដើម្បីក្លាយជាខ្លាដែលឯករាជ្យនិងអមការពារពួកសត្វដទៃបទពិសោធន៍បានបង្រៀនថាកង្វះខ្លួនតែមិនអាចបញ្ឈប់ជីវិតតែអាចជាកម្លាំងឲ្យយើងឈររងំ